សួស្តីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងមកបន្តពាក្យទី8របស់យើងទៀតតាមនឹងចូលសាច់រឿងរបស់យើងសូមអ្នកទាំងអស់គ្នាជួយចុច like comment subscribe និងចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំផងណាម្យ៉ាងវិញទៀតប្រសិនបើបងប្អូនណាចង់ផេឬក៏ចង់ប្រាប់កាហ្វេ admin អាច scan តាម QR code នេះបានណាអញ្ចឹងកុំឲ្យខាត់ពេលយូរចូលសាច់រឿងរបស់យើងទៅដល់លោកពូជាយើងកំពុងតែអង្គុយគិតថែមទាំងដកស្ករក្ររបស់គាត់យកមកបៀមដើម្បីកឹមពីរឿងបំបីមិញដែលថាអ្នកគ្រូរបស់យើងបានមកជាមួយនឹង Insup ហើយ Insup ថែមទាំងញ៉ាំដាក់គាត់ទៀតគាត់បាននិយាយឡើងតែមិនស្រួលចិត្តថាហេតុអ្វីបានជាអ្នកនាងការ៉េមនឹងមកជាមួយនឹង Insup អញ្ចឹងអាចទេដែលនាងជាកូនក្តីបន្តរបស់គាត់នឹងដល់មិនឲ្យខាត់ពេលយូរគាត់ក៏បានរត់ចូលមកខាងក្នុងបន្ទប់សួរចម្លើយគ្នារបស់គាត់បន្ទាប់ពីឃើញបែបហ្នឹងក៏សួរទៅថាតើលោកកំពុងធ្វើអ្វីនៅទីនេះបិទវាទៅបិទការសាកសួរចម្លើយហ្នឹងជីងយ៉ងបានមើលទៅកាន់ពួកគេដែលគ្នារបស់គាត់កំពុងតែសាកសួរចម្លើយទៅកាន់ Insup ហើយនឹងគីចុងដែលគាត់កំពុងតែមានមន្ទិលសង្ស័យដូច្នេះគាត់តែសើមរឿងក្តីនេះឲ្យកាន់តែច្បាស់ជាងមុនជីងយ៉ងបានសម្លឹងមើលទៅកាន់ Insup យ៉ាងយូរចៃដន្យអី Insup បានចាប់អារម្មណ៍ដឹងថាមាននរណាម្នាក់បានសម្លឹងមើលទៅកាន់គាត់ដល់មិនងងពេលយូរភាពបរិសុទ្ធរបស់យើងក៏បានសម្លក់ទៅកាន់ជីងយ៉ងខ្លាយតែម្ដងហាក់បីខឹងទៅកាន់ជីងយ៉ងចឹងវាប្រហែលជាគាត់ខឹងដោយសារតែជីងយ៉ងនឹងបានបិទការសាកសួរមូលហេតុប្រហែលជាគាត់បានសង្ស័យទៅកាន់ជីងយ៉ងដែលបានដឹងរឿងគាត់ច្រើនយ៉ាងណាមិញគាត់ជាមនុស្សដែលមានភាពវៃឆ្លាតដូច្នេះគាត់អាចឆាប់ចាប់បានអីចឹងទៅណាដោយដឹងថាម្ចាស់សម័យខ្លួនចាប់បានហើយក៏មានប្រតិកម្មយ៉ាងលឿនធ្វើឲ្យមានការភ្ញាក់យ៉ាងប្រើចំកដុំឆាបឯងសម្លឹងម្ចាស់គេយូរពេកម្ចាស់គេដឹងខ្លួនតន់បាទសំបីតែគ្នារបស់គាត់នៅក្បែរហ្នឹងក៏កាងនឹងទង្វើរបស់លោកពូជីងយ៉ងផងដែរនៅក្នុងចិត្តពូនេះដឹងជាស្អីគេទេមិនទេនៅក្នុងខ្លួនហ្នឹងដោយប្រូដែលមានអាវក្រនហ្នឹងក៏បាននិយាយទៅកាន់លោកពូជីងយ៉ងថាលោកឯងគួរតែចេញទៅបើលោកឯងគ្រាន់តែចង់មករំខានខ្ញុំមកប្រូនេះនិយាយគ្មានមើលមុខទៅកាន់លោកពូយើងទេហើយឡើងរើសអើងនេះយើងក៏រលែងមកមើលមិនទៅសួរចម្លើយយើងវិញដោយមនុស្សស្រីដែលមានសក់ចហ្នឹងក៏បាននិយាយទៅកាន់ពួកគេពួកយើងនឹងតាក់ទងទៅកាន់អ្នកម្ដងទៀតណាគេចង់ក៏បាននិយាយគូសំទៅថាអរគុណចាពួកគេក៏បានក្រៅពីកៅអីដើម្បីចាក់ចេញពីទីនេះលោកពូជីងយ៉ងក៏បានចាប់អារម្មណ៍នឹងឃើញទៅកាន់អ្នកគ្រូចុងផងដែរដែលដើរចាក់ចេញមកគាត់បានដើរសំណើទៅរកនាងដោយគាត់សួរទៅកាន់នាងទៅថាអ្នកនាងការ៉េមកអូតែខ្ញុំចាំមានន័យថាគីចុងពួកគេទាំងពីរក៏បានសម្លឹងមកកាន់លោកពូជីងយ៉ងដោយមានចម្ងល់លោកពូជីងយ៉ងក៏បានសុំការអនុញ្ញាតទៅកាន់អ្នកគ្រូគីចុងតែនាងមានពេលមួយផ្លែតតែគាត់និយាយទាំងទៅកាន់សុភាពបរិសុទ្ធរបស់យើងដូចជាចង់ស៊ីសាច់ហូតឈាមចឹងសម័យតែសុភាពបរិសុទ្ធរបស់យើងក៏បានសម្លក់តាប់ទៅវិញផងដែរហើយឡើងឌឺដល់គ្នាហ្មងវាយគ្នានៅនឹងហ្មងទៅហើយបន្ទាប់មកពួកគេក៏បានទៅសន្ទនាជាមួយគ្នាដោយ Insup បានរងចាំអ្នកគ្រូរបស់យើងគាត់ក៏បានសម្លឹងទៅកាន់ពួកគេផងដែរអានេះលក្ខណៈថាយើងជាជនទី3អញ្ចឹងណាមកលោកពូជាងយើងក៏បាននិយាយទៅកាន់អ្នកគ្រូចុងថាខ្ញុំយល់ហើយដូច្នេះម្ដាយរបស់សិស្សអ្នកនាងបានរីកាអ្នកនាងពីការរំលំពីលើកុមារជាការសង្សឹងមែនទេប៉ុន្តែអ្វីដែលអ្នកនាងជ្រើសរើស Insup ជាមេធាវីរបស់អ្នកនាងនោះនៅក្នុងចំណោមមនុស្សនឹងទាំងអស់ឬអ្នកគ្រូគេចង់បានកាត់ក្នុងចិត្តទាំងឆ្ងល់នៅក្នុងចំណោមមនុស្សនឹងទាំងអស់ឬតែគាត់នឹងចង់បាននៅយ៉ាងដូចម្ដេចនាងតបទៅវិញទៅមែនហើយការិយាល័យរបស់គាត់នៅចិត្តផ្ទះរបស់ខ្ញុំហើយវាជាការប៉ັດដែលវាជាការិយាល័យច្បាប់ដំបូងដែលខ្ញុំបានជួបលើកដំបូងផងដែរហើយអ្វីបានជាលោកសួរខ្ញុំបែបនេះអញ្ចឹងគាត់បានអេះសាររបស់គាត់ចោះឡើងហាក់បីដូចជាមិនចង់ប្រាប់ទេប៉ុន្តែគាត់ក៏បានសម្រេចចិត្តប្រាប់ទៅកាន់នាងនិយាយតាមត្រង់ទៅគាត់អោនខ្ទប់ទៅកាន់នាងដោយសង្កត់ធ្ងន់ជាមួយនឹងពាក្យសម្ដីថាគាត់គឺជាមេធាវីមិនល្អនោះទេអ្នកគ្រូចុងមានការស្លុតចិត្តទៅកាន់ពាក្យសម្ដីទៅនឹងលោកពូជីងយ៉ងផងដែរគ្រូចុងហាក់បីដូចជាមិនចង់ជឿទៅនឹងពាក្យសម្ដីរបស់លោកពូជីងយ៉ងនោះទេនាងក៏បានដកដង្ហើមធំលោកពូជីងយ៉ងក៏បានការសម្រួលស្ថានភាពដោយនិយាយថាតែខ្ញុំនិយាយចំទៅខ្ញុំអញណែនាំអ្នកនាងឲ្យស្គាល់មេធាវីម្នាក់ទៀតដែលខ្ញុំស្គាល់របស់ការងាររបស់នាងក៏ល្អឥតខ្ចោះផងដែរប្រសិនបើអ្នកនាងមិនប្រកាន់អ្នកនាងអាចឲ្យលេខទូរស័ព្ទរបស់អ្នកនាងមកកាន់ខ្ញុំបានខ្ញុំអាចតាក់ទងអ្នកនាងជាមួយនឹងនាងបានណានាងក៏បានតបទៅវិញទៅថាទេមិនអីទេនិយាយត្រង់ទៅលោកពូជីងយ៉ងគាត់គឺជាមនុស្សល្អដូច្នេះគាត់ចង់ជួយនាងកុំឲ្យនាងនឹងចូលទៅក្បែរ Insup អញ្ចឹងដោយសារតែ Insup នឹងជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មច្រើនអ្នកទាំងអស់គ្នាអាចមើលពីភីដេម៉ូរហូតដល់ភាគនេះអ្នកទាំងអស់គ្នានឹងយល់ហើយណោះហើយទៅមុខទៀតគឺការតែស៊ីជំរឿម្យ៉ាងទៀតតទៅនឹងបាបមេធាវីអ្វីហ្នឹងហើយបែបសង្កេតប៉ូលីសអីហ្នឹងប្រសិនបើមាននិយាយខុសត្រង់ណាសូមអធិស្ឋានផងដែរណាយើងចូលសាច់រឿងរបស់យើងវិញទៅដោយអ្នកគ្រូចុងបានបដិសេធទៅកាន់លោកពូជីងយ៉ងនាងបានតបទៅគាត់ទៅថាតែខ្ញុំចូលចិត្តធ្វើការជាមួយនឹង Insup ប៉ុន្តែក៏អរគុណសម្រាប់ការផ្ដល់ជំនួយរបស់លោកផងដែរណាគាត់បានមើលទៅកាន់នាងឡើងផ្លឹកហើយក៏ស្រឡាញ់កាំងផងដែរអាណិតគាត់ដែរខំជួយផ្ដល់មតិយោបល់ប៉ុន្តែគេអត់
ចាប់អារម្មណ៍យ៉ាងណាក្តីក៏យើងមិនគួរបន្តនាងផងដែរដោយសារតែនាងមិនដឹងហើយម្យ៉ាងវិញទៀតនាងមិនជួបស្ថានភាពផ្ទាល់ដែលអ៊ីនស៊ុបបានធ្វើអញ្ចឹងហើយបូរួមទាំងសម្ដីរបស់អ៊ីនស៊ុបដែរតែងតែនិយាយល្អៗមកកាន់នាងរួមជាមួយនឹងទង្វើល្អៗដោយមិនបានចាប់អារម្មណ៍ថាអ៊ីនស៊ុបនឹងកំពុងតែប្រើប្រាស់នាងនោះទេតតែទៅមុខទៀតទៅដឹងយើងក៏បានឃើញថាពួកគេទាំងពីរនេះកំពុងតែបើកឡានត្រឡប់ទៅកាន់ផ្ទះដោយកុំឲ្យវាមើលទៅស្ងាត់ពេកអ៊ីនស៊ុបក៏បានសួរទៅកាន់នាងតើនាងស្គាល់អ្នកសង្កេតនោះដែរមែនទេតើនាងជាមិត្តភក្តិរបស់គេមែនទេគាត់និយាយទៅកាន់នេះហាក់បីជាមានអារម្មណ៍ថាមិនល្អចំពោះរឿងនេះខ្ញុំមិននិយាយបែបនោះទេពួកយើងធ្លាប់ចំណាយពេលជាមួយគ្នាហើយប៉ុន្តែគ្មានអ្វីទៀតទេនាងបានសម្លឹងមើលទៅកាន់គាត់តានទឹកមុខឆ្ងល់នាងគួរតែរក្សាគំនិតរបស់នាងនៅពេលដែលនាងត្រូវបានបញ្ជាក់ថាគ្មានទោសមនុស្សគ្រប់គ្នាអាចនឹងរិះគន់នាងចំពោះការទទួលបានជំនួយពីប៉ូលីសយល់ហើយដោយសារតែខ្ញុំមិនដឹងហ្នឹងប្រូអ៊ីនស៊ុបគឺជាណាស់ពេកហើយប៉ុន្តែយ៉ាងណាក្តីគាត់ក៏និយាយត្រូវម្យ៉ាងដែរហ្នឹងដោយឃើញនាងនិយាយដោយអោនទឹកមុខបែបនោះគាត់សួរទៅកាន់នាងថាតើនាងឃ្លានដែរទេមិនអីទេខ្ញុំមិនឃ្លាននោះទេក៏បានឈប់ឡានហើយបែរទៅរកនាងដោយសួរទៅកាន់នាងតែស្នាមញញឹមថាតើនាងចង់ញ៉ាំអ្វីឲ្យវិញចង់ឡើងកូនស្រីគ្រាន់តែពាក្យសម្ដីបងតែប្រមាណម៉ាត់សោះធ្វើឲ្យបេះដូងកូនស្រីរបស់ខ្ញុំនេះរលាយបាត់ទៅហើយសម្បីតែអេដមីនក៏អញ្ចឹងដែរអូហើយសាកសម័យឲ្យចំមើលប្រសិនមកជាយើងវិញយើងជឿអត់នៅពេលដែលអ្នកផ្សេងនិយាយថាមនុស្សជិតស្និទ្ធរបស់យើងទាំងដែលយើងមិនដឹងថាគេកំពុងតែធ្វើអ្វីនោះទេហើយសុកមានអ្នកផ្សេងមកនិយាយថាគេជាមនុស្សមិនល្អទាំងដែលគេកំពុងតែធ្វើល្អមកកាន់យើងយកចិត្តទុកដាក់មកកាន់យើងបារម្ភពីយើងហើយយើងជឿអត់ថាគេនឹងជាមនុស្សមិនល្អហើយគេថែមទាំងស្រឡាញ់មនុស្សទៀតហើយយើងនឹងជឿអត់ទេតែយើងនឹងឃើញនឹងភ្នែកទៅជឿមែនអត់ហើយមានជឿថាមនុស្សមួយចំនួនតូចនឹងបែបនោះអេមីនិយាយតែមនុស្សមួយចំនួនតូចតែណាកុំខឹងអីអញ្ចឹងសរុបមកវិញយើងឃើញថាបន្ទាប់ពីអ៊ីនស៊ូសុភាពបរោះលាក់មករបស់យើងសួរបារម្ភទៅកាន់អ្នកគ្រូចុងយើងមិនដឹងឲ្យអ្នកគ្រូចុងរបស់យើងមានចការអ៊ីនទៅកាន់គាត់និយាយពីថា fall in love ពេញបេះដូងតែម្ដងដូចជាអេមីនបាននិយាយអញ្ចឹងនាងដោយលើគាត់សួរតែមួយញញឹមសង្ហាដល់ធ្វើឲ្យនាងធ្វើខ្លួនមិនត្រូវនោះមិនអីទេយកព្រមយើងក៏បានឃើញថាពួកគេក៏បានចូលភោជនីយដ្ឋានមួយតាមដែលមើលទៅភោជនីយដ្ឋាននេះដឹងតែលំដាប់ហើយមើលតែអាហារនិងកន្លែងទៅដឹងហើយនាងញ៉ាំតែមានអារម្មណ៍ថាមិនស្រួលចិត្តបន្ទាប់មកនាងបានមើលទៅកាន់គាត់ដែលមិនឲ្យនាងមានការភ្ញាក់ឲ្យប្រើអ៊ីសូបានសម្លឹងមើលមកកាន់នាងដូចជារូបចម្លាក់អញ្ចឹងម្យ៉ាងទៀតថែមទាំងសម្លឹងមកកាន់នាងដូចជានាងមើលទៅដូចជាជនអក្រិតថែមទៀតប្រូនឹងចូលចិត្តធ្វើអីចម្លែកហ្មងណាអាគេកំពុងតែញ៉ាំមកអង្គុយសម្លក់គេអញ្ចឹងមិនឲ្យគេភ្ញាក់ហើយធ្វើអីណាម្នាយថាវាហាក់បីដូចជាខ្ញុំបង្កើតឲ្យនាងមានអារម្មណ៍ថាមិនស្រួលហើយឲ្យខ្ញុំសុំ20តោផងណាគាត់ក៏បានហុចកសែងដៃទៅកាន់នាងទាំងគួសមនាងក៏តបទៅវិញទៅថាវាមិនមែនដូច្នោះទេខ្ញុំគ្រាន់តែមិនមានមិត្តភក្តិទេខ្ញុំក៏ស្ទើរតែគ្មានមិត្តភក្តិដែរខ្ញុំគ្រាន់តែមានមិត្តភក្តិម្នាក់គាត់ពីវិទ្យាល័យទាំងនោះវាគឺតួប្រុសក៏តបទៅនាងទៅថាគឺដូច្នេះមែនទេតើមិត្តរបស់អ្នកនាងជាមនុស្សប្រភេទបែបណាតើនាងចិត្តស្និទ្ធនឹងនាងដែរទេនាងក៏ឆ្លើយតបទៅវិញនាងជាមិត្តម្នាក់គាត់របស់ខ្ញុំហើយនាងតែងតែគាំទ្រខ្ញុំប៉ុន្តែយ៉ាងម៉េចមែនទេគាត់សួរតាមសង្កត់ធ្ងន់ទៅកាន់នាងបានជួបមាត់របស់នាងហើយបានស្រមៃពីរូបភាពទាំងប៉ុន្មានម៉ាជាមួយនឹងពាក្យសម្ដីដែលមិត្តរបស់នាងនិយាយមកកាន់នាងកន្លែងនេះអេដមីនធ្លាប់និយាយម្ដងហើយដូច្នេះអេដមីននឹងមិននិយាយម្ដងទៀតនោះទេអ្នកទាំងអស់គ្នាអាចទៅមើលភាព7បានណាអ្នកគ្រូចុងបានប្រាប់ទៅកាន់គាត់ខ្ញុំគិតថានាងមើលងាយខ្ញុំគាត់សម្លឹងទៅកាន់នាងហើយសួរតាមប្រកាសប្រជាហាក់ដូចជាដឹងចម្លើយរបស់នាងតាមរបៀបណានាងតែនិយាយអំពីខ្លួនឯងហើយនាងហាក់ដូចជាមិនដែរចាប់អារម្មណ៍នឹងជីវិតរបស់ខ្ញុំទេខ្ញុំមានអារម្មណ៍ថាគ្រាន់តែដើរកាត់ខ្ញុំអានេះលក្ខណៈថាមិត្តរបស់ទូស្រីនឹងហាក់បីជាគាត់តែងតែលើកដង្កើងខ្លួនឯងហើយតែងតែគិតថានាងមានតម្លៃប៉ុណ្ណាហើយតើនាងលយឆាយប៉ុណ្ណាហើយនៅពេលដែលទូស្រីនិយាយថានាងគ្រាន់តែដើរកាត់នាងគេចង់មានន័យថាមកទូស្រីនឹងគឺចង់ឲ្យគេនឹងគ្រប់គ្នាមើលមកកាន់នាងគិតថាខ្លួនឯងនឹងលយបោះចាប៉ុណ្ណាកន្លែងនេះគេចង់អប់រំយើងផងដែរថារួមមិនឲ្យមើលផងថាគេនឹងជាមនុស្សប្រភេទណាហើយគេនឹងដែរផ្ដល់តម្លៃមកកាន់យើងអត់មិនល្អគេមិនដែរនិយាយក្រៅពីយើងនោះទេនៅពេលដែលយើងជួបគ្រាលំបាកគេតែងតែលើកចិត្តបន្តតម្លៃយើងថែមនេះគ្រាន់តែកំណត់របស់ admin សម្រាប់អ្នករាល់គ្នាយកយ៉ាងណាដែរក៏ខ្ញុំមិនដឹងដូច្នេះកំណត់របស់មនុស្សម្នាក់តែមានការខុសគ្នាមែនអត់ចូលសាច់រឿងរបស់យើងវិញនេះបន្តថាខ្ញុំមិនមានបំណងចង់និយាយរឿងទាំងអស់នោះទេតាមខ្ញុំស្ដាប់ការនិយាយរបស់នាងមិត្តភក្តិរបស់នាងហាក់ដូចជាមិនមែនជាមនុស្សល្អនោះទេវាប្រហែលជាពិបាកក្នុងការចំណាយពេលច្រើនជាមួយនឹងនាងបានសម្លឹងមើលក៏ហាក់បីដូចជាមានក្តីសង្ឃឹមជាច្រើនទៅលើគាត់មែនហើយវាពិបាកណាស់ប្រសិន
baមានសម្លេងរំខានសូមអ្នកទាំងអស់គ្នាអធិស្ឋានផងណាបន្ទាប់ពីពេលចំណាយការញ៉ាំអាហារគ្នាចប់គាត់បានជូននាងត្រឡប់មកកាន់ផ្ទះដែលនៅក្បែរការិយាល័យរបស់គាត់នាងបានប្រាប់ទៅកាន់គាត់ថាខ្ញុំប្រកាសថាទាំងនោះច្បាស់ជាថ្លៃណាស់ហើយខ្ញុំពិតជាអរគុណលោកច្រើនណាស់កុំនិយាយបែបនោះអីស្រាប់តែភ្លាមហ្នឹងដែរប្អូនរបស់នាងដែលជាគីសុងនោះបានតែមកកាន់នាងអ្នកគ្រូគីចុងបានងាកទៅរកគាត់ដល់និយាយគូសុំទៅកាន់គាត់សុំការអនុញ្ញាតនិយាយទូរស័ព្ទសិនណាប្រកាសណាស់សួស្ដីគីសុងហេតុអ្វីបានជាឯងប្អូននាងបាននិយាយទៅកាន់នាងទាំងគំរោះគំរើយថាខ្ញុំមិនមានលុយទេខ្ញុំត្រូវការទិញអ្វីមួយប៉ុន្តែខ្ញុំមិនមានលុយនៅក្នុងកងរបស់ខ្ញុំទេឥឡូវនេះអូឯងត្រូវការប្រមាណមែនទេញ៉ាឲ្យខ្ញុំ5000វ៉ុនមកបើគាត់ជាលុយដុល្លារគឺស្មើនឹង$35មិនដឹងថាប្អូនរបស់គីចុងនឹងត្រូវការលុយច្រើនដល់ម្លឹងដើម្បីធ្វើអ្វីនោះទេមានតែរងចាំមើលណោះតបពីគេបានលុយហើយស្រាប់តែគេបានបិទភ្លាមអ៊ីនស៊ុបបានសួរនឹងថាទាំងនោះជាប្អូនរបស់នាងមែនទេចាដោយសារតែគាត់ត្រូវការលុយបន្ទាន់នាងប្រហែលជាខ្វល់ខ្វាយពីគាត់ច្រើនណាស់ហើយមែនហើយយ៉ាងណាមិញគាត់ជាគ្រួសារតែមួយគត់របស់ខ្ញុំហើយចុះឪពុកម្ដាយរបស់អ្នកនាងវិញអូឪពុកម្ដាយរបស់ខ្ញុំបានទទួលមរណភាពនៅពេលដែលយើងនៅក្មេងដូច្នេះមីងរបស់យើងបានចិញ្ចឹមពួកយើងនាងនិងប្អូនប្រុសរបស់នាងប្រកាសជាជិតស្និទ្ធគ្នាណាស់ហើយគាត់បានសួរនាងតែចង់ដឹងថាចម្លើយនាងយ៉ាងដូចម្ដេចមិនមែនទេខ្ញុំបានធ្វើអ្វីខុសម្ដងដូច្នេះយើងលែងជិតស្និទ្ធគ្នាដូចពីមុនហើយអត់ទោសឲ្យខ្ញុំផងខ្ញុំនិយាយមិនច្បាស់ទេវាអាចថានាងមិនចង់និយាយរឿងនេះទេបន្ទាប់មកអ៊ីនស៊ុបក៏បានលាតួស្រីដោយតួស្រីបាននិយាយអរគុណអ៊ីនស៊ុបនឹងប្រាប់គាត់ត្រឡប់ទៅវិញដោយសុវត្ថិភាពដោយការអោនគួរសមនាងបានដើរចាក់ចេញពីគាត់ដោយស្ញាំញញឹមគាត់បានសំឡឹងនាងដើរចាក់ចេញពីគាត់ទាំងនឹងទឹកមុខស្មើពេលនោះគាត់ក៏បានទាញសិភៅនឹងដកបិទភ្នំនោះដើម្បីសរសេរកំណត់ហេតុពីនាងថាតួស្រីនឹងមានតំណែងទំនងជាមួយនឹងណាគេខ្លះអីចឹងទៅទាំងមានទឹកមុខមានកម្រងអ្វីមួយហើយនេះភ្លាមនឹងផងដែរគាត់ក៏បានចាប់អារម្មណ៍ថាមាននរណាម្នាក់ដើរនៅក្បែរឡានគាត់បានងាកមើលតែនោះគឺជាគីសុងដោយគេដើរគ្មានមើលផ្លូវអីទេលួទៅលេងទូរស័ព្ទហ្នឹងឯងបន្ទាប់ពីឃើញប្អូនរបស់តួស្រីហើយគាត់និយាយថាខ្ញុំពិតជាអាចមើលឃើញថាភាពស្រដៀងគ្នានេះបានប៉ុន្តែប្អូនតួស្រីជាគោលដៅរបស់គាត់ហើយត្រៀមទៅមិនដឹងថាគាត់នឹងធ្វើអ្វីទៅកាន់ប្អូនតួស្រីទេមានតែរងចាំភាពបន្តណាអ្នកទាំងអស់គ្នាសូមអរគុណលោកសិនអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយបន្តិចមុនដំបូងខ្ញុំអត់ចង់វាយបន្តទេដោយសារតែមានសម្លេងរំខានប៉ុន្តែវាយបានពាក់កណ្ដាលហើយបើជ្រោជាវាយបានពាក់កណ្ដាលហើយមានតែវាយបន្តទៅប្រសិនបើមានសម្លេងរំខានអីអ្នកទាំងអស់គ្នាកុំប្រកាន់អីណាពេល admin អត់វាយបែរជាអត់មានសម្លេងរំខានដល់ពេល admin វាយបែរជាមានសម្លេងរំខានចុះហើយអ្នកទាំងអស់គ្នាកុំប្រកាន់អីណា